ថៃត្រូវគោរពកិច្ចព្រមព្រៀងបទឈប់បាញ់និងស្មារតីកិច្ចប្រជុំ GBC និង JBC ដើម្បីបញ្ចប់វិវាទជាមួយកម្ពុជាទីក្រុងភ្នំពេញនៅពេលដែលពិភពលោកនិងអាស៊ានកំពុងតែតាមដានស្ថានភាពព្រំដែនកម្ពុជាថៃការគោរពយ៉ាងម៉ឺងម៉ាត់នៅកិច្ចព្រមព្រៀងបទឈប់បាញ់និងស្មារតីកិច្ចប្រជុំ GBC និង JBC គឺជាវិធីតែមួយគត់នៅក្នុងការកសាងទំនុកចិត្តនិងបញ្ចប់វិវាទបើភាគីថៃបន្តប្រើយុទ្ធសាស្ត្រ Salami Slicing និងបំភ្លេចច្បាប់អន្តរជាតិនោះវាមិនត្រឹមជាបញ្ហារវាងប្រទេសទាំងពីរប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាការប្រមាថដល់កិច្ចប្រឹងប្រែងរបស់អន្តរជាតិនិងមហាអំណាចនៅក្នុងការកសាងសន្តិភាពតំបន់កិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី28ខែកក្កដាឆ្នាំ2025គឺជាចំណុចចាប់ផ្ដើមនៃជោគជ័យដ៏សំខាន់មួយសម្រាប់កម្ពុជាថៃដើម្បីស្វែងរកសន្តិភាពនៅក្នុងតំបន់កិច្ចព្រមព្រៀងនោះមិនត្រឹមតែបញ្ចប់ការឈប់បាញ់គ្នាប៉ុណ្ណោះទេប៉ុន្តែបង្ហាញអំពីការបដិញ្ញារួមគ្នារបស់ប្រទេសទាំងពីរក្នុងការរកដំណោះស្រាយតាមផ្លូវដោយសន្តិវិធីទោះបីជាយ៉ាងណាក្តីការបន្តអនុវត្តយុទ្ធសាស្ត្រលួចកាត់យកបន្តិចម្ដងស្លាមីស្លៃស៊ីងរបស់ភាគីថៃនៅតាមបណ្ដោយព្រំដែនដូចជាការរាយបន្លាលួសហុំព័ទ្ធយកដីអ្នកភូមិអ្នកស្រុកនិងអំពើរំខានមួយចំនួនទៀតដាក់មកលើប្រជាពលរដ្ឋខ្មែរដោយប្រើផែនទីឯកតោភាគីខុសច្បាប់របស់ថៃវាគឺជាឧបសគ្គដែលបំផ្លាញស្មារតីនៃកិច្ចព្រមព្រៀងបទឈប់បាញ់និងស្មារតីនៃកិច្ចប្រជុំ GBC និង JBC ដោយផ្ទាល់កម្ពុជាបានបង្ហាញឲ្យពិភពលោកបានឃើញយ៉ាងច្បាស់នៅភាពអត់ធ្មត់យ៉ាងខ្ជាប់ខ្ជួននិងការបដិញ្ញាចិត្តដែលមិនងាករេក្នុងការដោះស្រាយជម្លោះតាមសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិប៉ុន្តែភាគីថៃវិញកំពុងតែបន្តអនុវត្តយុទ្ធសាស្ត្រលួចកាត់បន្តិចម្ដងដោយមិនគោរពច្បាប់អន្តរជាតិនិងអនុស្សរណៈសំខាន់ដូចជា MOU ឆ្នាំ2000ដែលភាគីទាំងពីរបានចុះហត្ថលេខាជាឧបករណ៍សំខាន់សម្រាប់ដោះស្រាយបញ្ហាព្រំដែនការប្រើផែនទីឯកតោភាគីនិងរូបភាពផ្កាយរណបដើម្បីចោទប្រកាន់ប្រជាពលរដ្ឋកម្ពុជាថាឈ្លានពានទឹកដីថៃគឺមិនត្រឹមតែជាការបំផ្លាញទំនុកចិត្តនោះទេប៉ុន្តែថែមទាំងជាការបង្កើនភាពតានតឹងនិងគឺជាការបង្កចំនួនដោយចេតនាថែមទៀតផែនទីឯកតោភាគីរបស់ថៃជាភស្តុតាងបង្ហាញច្បាស់អំពីមហិច្ឆតាចង់ទន្ទ្រានយកទឹកដីកម្ពុជាបន្ថែមទៀតដោយឥឡូវនេះបានចង្អុលបង្ហាញដោយគ្មានមូលដ្ឋានពិតទៅលើទីតាំងចំនួន17កន្លែងចាប់តាំងពីខេត្តពោធិ៍សាត់ដល់ខេត្តកោះកុងរួមទាំងស្រុកវាលវែងខេត្តពោធិ៍សាត់ទល់នឹងស្រុកមឿងខេត្តត្រាតនៃប្រទេសថៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី25ខែកញ្ញាឆ្នាំ2025ដោយបង្ហាញអំពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទង្វើរបស់ភាគីថៃដែលបង្ហាញនៅមហិច្ឆតាចង់បំពានលើទឹកដីកម្ពុជានៅលើទីតាំងទាំង17កន្លែងនោះអ្វីទាំងនោះបើសិនជាកើតឡើងមែនវាគឺជាការបំពានស្មារតីនិងរំលោភលើការសន្យារបស់មន្ត្រីទាំងពីរប្រទេសដែលមុននេះបានឯកភាពថាគ្រប់វិវាទព្រំដែនត្រូវតែដោះស្រាយតាមយន្តការទ្វេភាគីដោយមិនប្រើប្រាស់អំពើហិង្សាដាក់គ្នាឡើយក្រោយពេលមានកិច្ចព្រមព្រៀងឈប់បាញ់គ្នានោះកម្ពុជាថៃនឹងបានប្រជុំគណៈកម្មាធិការព្រំដែន GBC យ៉ាងហោចណាស់2លើកដើម្បីបញ្ជាក់អំពីការបដិញ្ញារួមគ្នាសន្តិភាពតាមបណ្ដោយព្រំដែនជាមួយគ្នានេះក៏បានកំណត់ទិសដៅឲ្យមានកិច្ចប្រជុំគណៈកម្មាធិការចម្រុះខណ្ឌសីមា JBC លើកទី7នៅខែក្រោយដែលបង្ហាញយ៉ាងច្បាស់អំពីសារៈសំខាន់នយោបាយនិងការបដិញ្ញាដ៏ជ្រាលជ្រៅរបស់ប្រទេសទាំងពីរក្នុងការដោះស្រាយវិវាទតាមសន្តិវិធីកិច្ចប្រជុំនេះមិនត្រឹមតែជាសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជានិងថៃប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាការទាមទាររួមរបស់អាស៊ាននិងសហគមន៍អន្តរជាតិដែលចង់ឃើញសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះថែមទៀតផងដែរបើទោះបីជាយ៉ាងណាក៏ដោយសេចក្តីរាយការណ៍នៅលើគេហទំព័រផ្លូវការថៃជាពិសេសគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹកនិងទីបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរីត្រាតរួមទាំងកាសែត The Nation បានសរសេរបង្ហាញខុសពីការពិតនិយាយចោទថាប្រជាជនកម្ពុជាឈ្លានពានទឹកដីថៃនៅតំបន់ចំនួន17ដែលស្ថិតនៅក្នុងទឹកដីកម្ពុជាការផ្សាយបែបនេះមិនត្រឹមតែបង្កើតនៅក្តីព្រួយបារម្ភនោះទេប៉ុន្តែថែមទាំងប៉ះពាល់ដល់ទំនុកចិត្តនិងកិច្ចខិតខំប្រឹងប្រែងសំខាន់ក្នុងការអភិវឌ្ឍសន្តិភាពក្នុងតំបន់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
AIC បានឆ្លើយតបទៅវិញនៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី25ខែកញ្ញាឆ្នាំ2025ដោយបញ្ជាក់ថាស្ថានភាពព្រំដែនមិនត្រូវបានគេបំភ្លេចពីសេចក្តីពិតរបស់ប្រវត្តិសាស្ត្រនិងឯកសារផ្លូវការដូចជា MOU ឆ្នាំ2000បានឡើយក្រសួងការបរទេសកម្ពុជាបានសង្កត់ធ្ងន់ថាការចោទប្រកាន់របស់ភាគីថៃគឺជាកត្តាបង្កចំនួនដែលមិនគួរឲ្យកើតឡើងខណៈភាគីទាំងពីរបានដោះស្រាយប្រកបដោយស្មារតីមិត្តភាពតាមរយៈគណៈកម្មាធិការព្រំដែនទូទៅនិងថែមទាំងបានឯកភាពបញ្ជូនបញ្ហាស្មុគស្មាញទាំងនេះទៅគណៈកម្មាធិការចម្រុះខណ្ឌសីមានិងបានបកបង្គោលព្រំដែន JBC ដើម្បីដោះស្រាយស្របតាមអនុសារណៈឆ្នាំ2000នោះថែមទៀតជាមួយគ្នានេះផងដែរអភិបាលខេត្តបន្ទាយមានជ័យលោកអ៊ុំរិត្រីក៏បានថ្លែងបញ្ជាក់ផងដែរថាផែនទីនិងរូបភាពផ្កាយរណបដែលភាគីថៃយកមកបង្ហាញដើម្បីការចោទប្រកាន់មកលើកម្ពុជាគឺជាឯកសារឯកតោភាគីរបស់ថៃដែលមិនឆ្លុះបញ្ចាំងការពិតនៅលើតារាងដោយផ្ទាល់នោះឡើយអភិបាលខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជាបានស្នើឲ្យភាគីថៃគោរពស្មារតីកិច្ចប្រជុំនិងជៀសវាងសកម្មភាពបំផ្លាញទំនុកចិត្តដើម្បីកុំឲ្យបង្កើនភាពតានតឹងបន្ថែមទៀតលើសពីនេះទៅទៀតសមាគមអន្តរជាតិបានបង្ហាញការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះស្ថានភាពដែលកំពុងតែវិវត្តនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានពិពណ៌នាថ្មីនេះថាកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជានិងថៃដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមចំនួន7ក្នុងរយៈពេល7ខែកន្លងមកនេះគឺជាជ័យជំនះដ៏អស្ចារ្យនៃសន្តិភាពនៅក្នុងតំបន់ហើយលោកបានបង្ហាញអំពីមោទនភាពនៅក្នុងការជួយជំរុញដំណោះស្រាយរវាងប្រទេសកម្ពុជានិងថៃសាធារណរដ្ឋប្រជាមានិតចិនក៏បានបញ្ជាក់ជាថ្មីនៅការគាំទ្រកិច្ចខិតខំរបស់កម្ពុជាថៃក្នុងការរក្សាស្ថិរភាពតំបន់និងដំណោះស្រាយវិវាទតាមផ្លូវសន្តិវិធីខណៈអាស៊ានវិញបានព្រមព្រៀងថាកិច្ចប្រជុំ JBC និង GBC គឺជាវិធីសាស្ត្រតែមួយគត់ដែលអាចកសាងទំនុកចិត្តនិងទប់ស្កាត់ភាពតានតឹងមិនឲ្យពង្រីកគូបញ្ជាក់ផងដែរថាគណៈកម្មាធិការព្រំដែនទូទៅ GBC និងគណៈកម្មាធិការចម្រុះខណ្ឌសីមា JBC គឺជាវិវាទដែលប្រទេសទាំងពីរបានយល់ព្រមប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាព្រំដែនការបន្តមិនគោរពស្មារតីនៃកិច្ចប្រជុំនេះគឺជាការបង្ហាញថាភាគីថៃមិនមានបំណងប្រាថ្នាចង់ស្វែងរកដំណោះស្រាយតាមផ្លូវសន្តិវិធីពិតប្រាកដនោះឡើយសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាបានអំពាវនាវឲ្យភាគីថៃលើកបញ្ហានេះមកដោះស្រាយនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះខណ្ឌសីមានិងដោះស្រាយបង្គោលព្រំដែន JBC ដែលគ្រោងនឹងជួបគ្នានៅខែក្រោយអរគុណប្រិយមិត្តដែលបានតាមដានស្ដាប់រាល់ទាំងព័ត៌មានជាតិព័ត៌មានអន្តរជាតិព័ត៌មានសន្តិសុខសង្គមប្រចាំថ្ងៃសូមលោកអ្នកចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបាននៅព័ត៌មានថ្មីៗទាន់ហេតុការណ៍មុនគេនៅក្នុងដៃរបស់លោកអ្នក